ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ហូបពិសេសមួយទៀតគឺបុកត្រីឆ្អើរបងប្អូនគឺឆ្ងាញ់ហើយនិយាយពីថារសជាតិដិតតែម្ដងបងប្អូនកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាហើយមានរង្វាន់ពិសេសនិយាយទៅសាច់ត្រីឆ្អើរហើយនឹងគ្រឿងទេសយើងគឺចូលគ្នាសពល្អមែនតើញ៉ាំទៅនិយាយពីចូលជាតិនោះឆ្ងាញ់បងប្អូនអញ្ចឹងតោះយើងទៅមើលរបៀបធ្វើទាំងអស់គ្នាមុនទៅមើលរបៀបធ្វើបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់គ្រឿងផ្សំយើងថ្ងៃនេះគឺមានត្រីឆ្អើរប្រហុកសណ្តែកដីស្ករត្នោតប៊ីចេងត្រីឆ្អើរអំពិលទុំសម្រាប់ត្រីឆ្អើរគឺខ្ញុំបានច្រាំវាទុកចឹងបងប្អូនយើងទុកបែបនេះគឺវាអត់ងាយខូចណាហើយមួយទៀតអំពិលទុំគឺខ្ញុំធ្វើបែបនេះគឺងាយស្រួលក្នុងការស្លគឺយើងចម្រាញ់វាយកតែសាច់វាអញ្ចឹងណាបងប្អូនសម្រាប់គ្រឿងផ្សំយើងថែមទៀតគឺយើងមានខ្ទឹមក្រហមខ្ទឹមសត្រប់ប្រញងនិងម្ទេសដៃនាងបងប្អូនដើម្បីបង្កើនរសជាតិឲ្យវាហឹរឆ្ងាញ់អញ្ចឹងបងប្អូនសម្រាប់គ្រឿងផ្សំយើងបានរៀបចំឲ្យអស់បងប្អូនអញ្ចឹងតោះយើងចាប់ផ្ដើមលីងខ្ទឹមសខ្ទឹមក្រហមត្រប់ប្រញងនិងម្ទេសចូលគ្នាបងប្អូនចឹងយើងចាក់វាចូលខ្ទះទៅបន្ទាប់មកយើងថែមជាមួយនឹងទឹកជាកន្លះកែវចឹងបងប្អូនដើម្បីឲ្យវារៀងឆ្អិនតិចទៅពេលដែលយើងលីងទៅត្រប់យើងហើយនឹងខ្ទឹមក្រហមខ្ទឹមសហ្នឹងគឺវាបានឆ្អិនល្អអញ្ចឹងណាអញ្ចឹងយើងលីងវារហូតតតែទឹកហ្នឹងរីងអស់បងប្អូនគឺរីងបែបនេះអញ្ចឹងយើងរំលីងវាតឡើងឈ្ងុយល្អហើយយើងអាចបិទហ្គាសទុកមួយឡែកបានបងប្អូនសម្រាប់ត្រីឆ្អើរគឺខ្ញុំបានបេះឆ្អឹងរួចរាល់អស់ហើយអញ្ចឹងក៏យើងចាប់ផ្ដើមលីងបន្តបន្ទាប់ពីគ្រឿងទេសយើងបងប្អូនអញ្ចឹងបន្តលីងវារហូតតតែត្រីឆ្អើរហ្នឹងវាស្រួយល្អងាយស្រួលក្នុងការបុកការរំលីងត្រីឆ្អើរតយើងបើកភ្លើងរៀងតិចទៀតបងប្អូនកុំបខំខ្លាចវាខ្លោចអញ្ចឹងណាអញ្ចឹងយើងបន្តរំលីងវារហូតតតែត្រីឆ្អើរយើងឡើងក្រហមល្អបងប្អូនក្រហមបែបនេះមានន័យថាវាស្រួយល្អហើយអញ្ចឹងឥឡូវយើងចាប់ផ្ដើមមកច្រាំប្រហុកម្ដងសម្រាប់បុកត្រីឆ្អើរនេះគឺខ្ញុំប្រើប្រហុករៀងដិតបន្តិចបងប្អូនដើម្បីយើងផ្ទាប់ជាមួយនឹងលក់ទៅគឺវាត្រូវគ្នាអញ្ចឹងណាវាអត់សូវផ្លែមឬក៏រៀងសាបអញ្ចឹងវាអត់សូវដិតរសជាតិអញ្ចឹងណាបងប្អូនសម្រាប់ប្រហុកដែលខ្ញុំយកមកបុកត្រីឆ្អើរនេះគឺល្អមែនតើបងប្អូនមើលសាច់ដឹងគឺសហូរល្អមែនតើគឺប្រហុកទលេបងប្អូនអញ្ចឹងបងប្អូនត្រូវការអាចតាក់ទងមក YouTube នេះខ្ញុំបានដោយគ្រាន់តែ comment លើនឹងទៅសម្រាប់តម្លៃវិញក៏សមរម្យដែរបងប្អូនប្រហុកអត់មានអំបិលទេបងប្អូនគឺសល្អមែនតើសម្រាប់គ្រឿងផ្សំដែលយើងយកមកបុកត្រីឆ្អើរនេះគឺយើងបានរៀបចំឲ្យអស់ហើយបងប្អូនអញ្ចឹងតោះយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាដំបូងគឺខ្ញុំបុកត្រីឆ្អើរដើម្បីឲ្យត្រីឆ្អើរហ្នឹងវាម៉ត់ល្អបងប្អូនពេលដែលយើងហូបទៅវាអត់មានជាតិរឹងអញ្ចឹងណាតោះអញ្ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាសម្រាប់ការបុកត្រីឆ្អើរនេះបងប្អូនធ្វើតិចវាលឿនទេប៉ុន្តែដោយសារនេះខ្ញុំធ្វើយ៉ាងច្រើនដែរក្នុងនេះគឺត្រីឆ្អើរ1គីឡូហើយគ្រឿងទេស1គីឡូអញ្ចឹង2មុខចូលគ្នាពី2គីឡូបងប្អូនអញ្ចឹងខ្ញុំត្រូវប្រើជាមួយនឹងប្រហុកប្រហែលជា3ខាំអញ្ចឹងណាដើម្បីឲ្យរសជាតិវារៀងដិតឆ្ងាញ់អញ្ចឹងចង់បានរបស់ឆ្ងាញ់តើយើងអត់ធ្មត់ទេបងប្អូនដើម្បីទទួលបានរបស់ឆ្ងាញ់អញ្ចឹងណាអញ្ចឹងសម្រាប់ត្រីឆ្អើរនិងគ្រឿងទេសយើងគឺបានបុកម៉ត់ល្អហើយអញ្ចឹងយើងចាប់ផ្ដើមដួសវាលាយចូលគ្នាជាមួយនឹងត្រីឆ្អើរទៅហើយយើងដាក់វាម្ដងបន្ទាប់មកយើងថែមគ្រឿងទៀតបងប្អូនទីមួយគឺយើងថែមជាមួយនឹងប្រហុកដែលយើងបានលីងសម្ងួតបន្ទាប់មកយើងថែមជាមួយនឹងប៊ីចេងហើយប៊ីចេងយើងប្រើ1ស្លាបព្រាបាយបងប្អូនអញ្ចឹងយើងថែមជាមួយប៊ីចេងហើយយើងដាក់ជាមួយនឹងស្ករត្នោតបន្ទាប់ពីស្ករត្នោតយើងថែមជាមួយនឹងម្ទេសឆ្អើរបងប្អូនម្ទេសឆ្អើរខ្ញុំបានឆាទុកហ្នឹងបងប្អូនយើងដាក់មកល្មមទៅបងប្អូនចង់ក្រហមខ្លាំងយើងដាក់ច្រើនតិចមកបន្ទាប់មកយើងប្រើជាមួយនឹងអំពិលទុំសម្រាប់អំពិលទុំនេះគឺខ្ញុំបានរំលីងវាយកទៅសាច់ទេអញ្ចឹងយើងទុកវាមួយឡែកបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមបុកជាមួយនឹងសណ្តែកដីលីងបងប្អូនអាហ្នឹងគឺអត់សណ្តែកដីបានទេគឺឈ្ងុយមែនតើអញ្ចឹងបងប្អូនបុកមកឲ្យម៉ត់ល្មមប៉ុណ្ណឹងហើយយើងដាក់លាយចូលជាមួយនឹងគ្រឿងយើងលាយមិញណាបងប្អូនបន្ទាប់មកយើងត្រូវយកវាទៅបុកគ្រឿងម្សៅទៀតបងប្អូនដើម្បីឲ្យគ្រឿងទេសហ្នឹងគឺវាចូលគ្នាបានល្អអ
ចឹងគឺយើងបុកតទៅភាពបាននេះបងប្អូនគឺយើងបុកវាឲ្យចូលម៉ត់គ្នាបានល្អជាមួយនឹងគ្រឿងទេសស្ករអំបិលប៊ីចេងហ្នឹងណាបងប្អូនអញ្ចឹងបន្ទាប់មកគឺយើងចាប់ដើមលេងជាមួយម្ទេសដើម្បីវាមានក្លិនឈ្ងុយអញ្ចឹងគ្រឿងបុកយើងបុកមុនហ្នឹងគឺយើងយកមករំលីងម្សៅទៀតបងប្អូនរៀងស្មុគស្មាញបន្តិចប៉ុន្តែយើងធ្វើបែបនេះគឺធ្វើឲ្យបុកត្រីឆ្អើរយើងគឺដោយសារទុកបានយូរយើងអាចទុកក្នុងទូទឹកកកបានរហូតដល់1ខែវាអត់ងាយខូចណាបងប្អូនអញ្ចឹងយើងរំលីងវាតស្ងួតទឹកល្អបែបនេះបងប្អូនអញ្ចឹងបងប្អូនអាចបាត់ងាយឲ្យទុកវាត្រជាក់យើងដាក់ចូលក្នុងកន្លកែវថ្មមកហើយយើងដាក់ចូលទូទឹកកកបងប្អូនដោយសារទុកបានយូរយើងចង់ញ៉ាំយើងគ្រាន់តែខ្វេះវាញ៉ាំឬក៏បងប្អូនចង់ក្តៅក៏បានមិនក្តៅក៏បានដែរនិយាយទៅញ៉ាំបានស្រួលមែនតើសម្រាប់បុកត្រីឆ្អើរនេះគឺខ្ញុំបានរៀបចំបន្លែហើយអស់បងប្អូនខ្ញុំភាគច្រើនខ្ញុំចូលចិត្តញ៉ាំបន្លែស្រស់បងប្អូនអញ្ចឹងបើបងប្អូនចូលចិត្តញ៉ាំបន្លែរបៀបស្ងោរឬក៏ចំហុយអាចដាក់តាមចំណង់ចិត្តបានប៉ុន្តែនិយាយទៅសម្រាប់គ្រឿងបុកគឺវាអត់មានរើសបន្លែបងប្អូនឲ្យតែយើងចូលចិត្តអីយើងលក់ផ្ទាប់ទៅគឺត្រូវគ្នាតែម្ដងអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើនមែនទែន